ប្រទេសចិនផ្ដល់សម្ភារៈបច្ចេកទេសដល់កម្ពុជាដើម្បីបោះសម្អាត Online Scam ក្រសួងសន្តិសុខសាធារណៈប្រទេសចិនតាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជានៅថ្ងៃទី16ខែមីនាបានប្រគល់សម្ភារៈបច្ចេកទេសដល់លេខាធិការដ្ឋានគណៈកម្មាធិការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាហៅកាត់ថាគោបោឆបោសម្រាប់រួមចំណែកគ្រប់គ្រងដល់ប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ពិធីរៀបចំឡើងដោយមានលោកឆៃស៊ីណារិតទេសរដ្ឋមន្ត្រីអនុប្រធានប្រចាំការគោបោឆបោនិងជាប្រធានលេខាធិការដ្ឋានគោបោឆបោនិងលោកវ៉ាងវិនពីនឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជាលោកឆៃស៊ីណារិតបានថ្លែងចាត់ទុកការគ្រប់គ្រងសម្ភារៈបច្ចេកទេសគឺជាសក្ខីភាពមួយបង្ហាញពីមិត្តភាពដៃថែបរវាងប្រទេសទាំងពីរកម្ពុជាចិនជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនិងការកសាងសហគមន៍វាសនារួមកម្ពុជាចិនគ្រប់រដូវកាលនៅក្នុងយុគសម័យថ្មីលោកបានបន្តថាបច្ចុប្បន្នរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការក្តៅជាបន្តបន្ទាប់ដើម្បីបោះសម្អាតបទល្មើស Online Scam ឲ្យអស់ពីកម្ពុជាហើយពេលនេះសេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំង Online Scam ត្រូវបានកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីអនុម័តកាលពីចុងសប្តាហ៍កន្លងមកនេះនិងកំពុងបន្តនីតិវិធីនិងក្លាយជាមូលដ្ឋានច្បាប់ដ៏រឹងមាំក្នុងការទប់ស្កាត់បង្ក្រាបនិងបោះសម្អាតពីកម្ពុជាបើតាមលោកឆៃស៊ីណារិតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាបញ្ហាតំបន់និងសកលលោកមានលក្ខណៈស្មុគស្មាញប្រទេសកាឡាទាមទារឲ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីប្រយុទ្ធប្រឆាំងនិងបង្ក្រាបឧក្រិដ្ឋកម្មនេះនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយគ្នានេះដែរសមត្ថកិច្ចកម្ពុជាចិនកំពុងសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មនានាជាពិសេសការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាដោយទទួលបានលទ្ធផលល្អប្រសើរដើម្បីធានាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសម្រាប់ប្រជាជននៃប្រទេសទាំងពីរក៏ដូចជានៅក្នុងតំបន់ទាំងមូលលោកវ៉ាងវិនពីនបានថ្លែងថាការផ្ដល់សម្ភារៈបច្ចេកទេសរបស់ចិនជូនដល់ភាគីកម្ពុជានេះនឹងជួយគាំទ្រដល់កិច្ចសហប្រតិបត្តិការបង្ក្រាបអំពើការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យកាន់តែជោគជ័យលោកកៅសរសើរចំពោះការដឹកនាំកម្ពុជាបានធ្វើសកម្មភាពយ៉ាងឆាប់រហ័សដោយបានចុះត្រួតពិនិត្យនិងបើកប្រតិបត្តិការបង្ក្រាបយ៉ាងក្តៅគគុកតាមកន្លែងគោលដៅជាច្រើនជាលទ្ធផលបានកំទេចគោលដៅបង្កប់បទល្មើសជាច្រើនកន្លែងនិងចាប់ខ្លួនជនសង្ស័យជាច្រើនអ្នកបើតាមប្រមុខទូតចិនបានបង្ហាញពីការគ្រប់គ្រងចំពោះការបង្កើតច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកប្រព័ន្ធបច្ចេកវិទ្យាដែលនេះបង្ហាញពីការបដិញ្ញាចិត្តយ៉ាងរឹងមាំរបស់កម្ពុជាក្នុងការលុបបំបាត់បទល្មើសនេះឲ្យអស់ពីឫសគល់សម្រាប់លោកវ៉ាងវិនពីនភាគីចិនបានមានឆន្ទៈបន្តសហការយ៉ាងជិតស្និទ្ធជាមួយនឹងកម្ពុជាក្នុងការស៊ើបអង្កេតរួមគ្នាលើឧក្រិដ្ឋកម្មឆ្លងដែនគោលដៅរួមគឺដើម្បីលុបបំបាត់មហារីកនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឲ្យអស់ពីទឹកដីកម្ពុជាដើម្បីការពារសុវត្ថិភាពប្រជាជននិងបង្កើតបរិយាកាសល្អសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យ